ខ្ញុំនាំកូនទៅទទួលថ្នាំបង្ការទៅតែសម្រាប់ចេញពីមន្ទីរពេទ្យហ្នឹងបានមួយខែកន្លះហើយបងនេះដល់ថ្ងៃចាក់ថ្នាំបង្ការទៀតឯហ្នឹងថ្មីនេះឮថាកម្មវិធីជាតិផ្ដល់ថ្នាំបង្ការមានវ៉ាក់សាំងការពារជំងឺរលាកសួតនិងរលាកស្រោមខួរក្បាលទៀតផងផ្ដល់ដល់កុមារអាយុ1ខែកន្លះ2ខែកន្លះនិង3ខែកន្លះកូនលោកអ្នកងាយនឹងរលាកសួតនិងស្រោមខួរក្បាលប្រសិនបើមិនបានចាក់វ៉ាក់សាំងការពារឲ្យបានទៀងទាត់តាមកាលកំណត់រដ្ឋាចាំបងផងចាបងដល់ថ្ងៃនាំកូនទៅចាក់ថ្នាំដែរហើយសូមនាំកូនលោកអ្នកទៅទទួលថ្នាំបង្ការនៅមណ្ឌលសុខភាពឬនៅតាមភូមិលោកអ្នកដោយឥតគិតថ្លៃនិងនាំមកនៅបានសុខភាពរបស់កុមារមកជាមួយផង